សាច់រឿងនៅភាគទី8នេះគឺចាប់ផ្ដើមឡើងនៅពេលដែលអត់មានភ្លេចណាដឹងថាវាអំពើមានប្រាប់ឈ្មោះគាត់នៅទេប៉ុន្តែក្នុងនេះក៏អត់ធន់បានបង្ហាញឈ្មោះដែរចាំទីទៀតត្រូវមានប្រាប់ហៅគាត់ថាលោកស្រីចិនសិនចុះព្រោះអីគាត់ជាប្រពន្ធរបស់ប៉ាចំរបស់លៀនជូគាត់ក៏និយាយស្ដីបន្ទោសទៅកាន់លៀនជូថាលៀនជូនឹងមកអត់ព្រមប្រាប់គាត់ម៉ាត់សោះរួចគាត់ក៏សួរទៅកាន់តុងតុងថាឯងគឺជាតុងតុងមែនទេចំណែកឯតុងតុងក៏នៅតែរៀងភ័យរួចក៏ឆ្លើយបាបទាំងងក់ក្បាលផងដែររួចក៏ងាកមកមើលប៉ារបស់ខ្លួនបែបភ័យខ្លាំងបែបចង់ឲ្យប៉ាជួយមើលទៅចំណែកកន្លែងរូបជូតមែនតើលៀនជូក៏បានហៅគាត់ថាអ្នកស្រីចិនចំណែកឲ្យតុងតុងក៏បាននិយាយសួរស្ដីទៅកាន់គាត់អញ្ចឹងទៅចំណែកអ្នកស្រីចិនហ្នឹងក៏និយាយកពតដែរថាហេតុអីក៏ឯងបង្រៀនឲ្យក្មេងហ្នឹងហៅយើងថាលោកស្រីអញ្ចឹងតុងតុងឯងគួរតែហៅខ្ញុំថាអ្នកមីងវិញមិនត្រឹមត្រូវចំណែកលោកចិនហ្នឹងក៏និយាយទាំងលើកៅតែមកផឹកថាអូននឹងហើយដែលជាអ្នកបង្រៀនក្មេងឲ្យហៅខុសរបៀបនោះធ្វើឲ្យគេវង្វេងវង្វាន់រឿងទំនាក់ទំនងរបស់គ្រួសារអស់ហើយព្រោះតាមច្បាប់ទម្លាប់ទៅគាត់ត្រូវជាយាយរបស់តុងតុងឯងប៉ុន្តែរបៀបថាសម្រាប់វានៅអែមអញ្ចឹងគេអត់ចង់ឲ្យហៅគេថាអត់ចង់ឲ្យហៅថាលោកស្រីទេគាត់ក៏ងាកមកនិយាយជាមួយនឹងតុងតុងថាអើយតំណតំណងស្អីទៅតុងតុងកុំខ្វល់អីឯងអាចហៅខ្ញុំថាម៉េចក៏បានដែរណាតុងតុងក៏ឡើងខ្ជូតមែនតើងក់ក្បាលផងអីផងបាទបន្តិចក៏មានអ្នកបម្រើមកហៅថាលោកម្ចាស់អាហារពេលល្ងាចគឺរៀបចំរួចរាល់ហើយគាត់ក៏ងាកទៅបន្តិចរួចក៏ឆ្លើយថាដឹងហើយគេក៏កាន់មកដល់ពេលនៅកន្លែងតុអាហារគ្រប់គ្នាក៏បានញ៉ាំអាហារចំណែកតុងតុងក៏កំពុងតែហាន់ម្ហូបព្រមទាំងបាច់ញើសប៉ុនក្របពោតព្រមទាំងគិតថាកំបិតនេះគឺពិបាកកាត់ខ្លាំងណាស់បានបន្តិចក៏សម្លេងកំបិតនឹងកោសជាមួយនឹងចានឬក្រោកដល់គ្នារបៀបយើងហាន់សាច់នៅលើចានណាប៉ុន្តែរបៀបវាស្វិតឬក៏យើងប្របាត់អញ្ចឹងវាក្រោកជាមួយនឹងចានពេលនោះដែរធ្វើឲ្យលោកចិនហ្នឹងងាកមុខមករបៀបសម្លក់សម្លឹងគ្នាទាំងអត់ព្រមមាត់អីបន្តិចបានបន្តិចក៏ងាកមកនិយាយថាតើក្មេងម្នាក់នេះបានចូលរៀនសាលារៀនដែរអត់ហ្នឹងអូតាហ្នឹងនិយាយមែនគាត់តឹងរឹងខ្លាំងគ្រាន់តែក្មេងគ្នាទៅអាយុម៉ានតុងតុងដូចជា5ឆ្នាំអីហ្នឹងហើយឲ្យគ្នាហាន់អាហារញ៉ាំខ្លួនឯងប៉ុណ្ណឹងហើយថាគ្នានិយាយចេញមកលក្ខណៈថាកូនអត់ចូលរៀនអត់បានចូលសាលាអីចឹងពេលហ្នឹងដែរលៀនជូក៏បាននិយាយថាពេលនេះគេរៀនថ្នាក់សាលាមត្តេយ្យហើយលោកចិនហ្នឹងក៏នៅតែនិយាយទៅថាធំប៉ុណ្ណឹងហើយនៅហេតុអីក៏នៅមិនទាន់ចេះញ៉ាំអីឲ្យមានរបៀបរបបអីបន្តិចសោះអញ្ចឹងចំណែកតុងតុងគ្នាឡើងភ័យរហូតតែម្ដងហើយនៅកន្លែងតុបាយបានបន្តិចហ្នឹងក៏ស្ងាត់តុងតុងក៏ទម្លាក់មុខចុះអត់មាននិយាយមែនអាណិតកូនហ្នឹងមែនតើហ្មងណាលៀនជូក៏សម្លឹងទៅមើលតុងតុងបន្តិចរួចក៏ក្តាប់ដៃសម្លឹងមកកាន់មុខរបស់លោកចិនព្រមទាំងនិយាយថាមួយរយៈនេះខ្ញុំរវល់ពេកដូច្នោះខ្ញុំមិនសូវបានមានពេលមកបង្រៀនគេនោះទេហើយក៏និយាយទៅកាន់តុងតុងថាតោះចាប់ញ៉ាំទៅបើមើលទៅកាន់តុងតុងគឺទឹកភ្នែកស្រក់មកហើយអាណិតក្មេងមែនតើហើយក៏ឃើញលៀនជូហុចក្រណាត់យកមកឲ្យជូតទឹកភ្នែកយកกระดาษហ្នឹងទៅកណាត់ហ្នឹងយកទៅបណ្ដើទឹកភ្នែកស្រក់បណ្ដើប៉ុន្តែនៅនិយាយជាមួយលៀនជូថាលោកប៉ាខ្ញុំអត់បានយំទេប៉ុន្តែឡើងក៏សិតងក់ហ្មងណាប៉ុន្តែលៀនជូគាត់ក៏បានអែលក្បាលតុងតុងក៏មើលកន្លែងខ្ជូតមែនទេជីសបោចំណែកលោកស្រីចិនក៏អង្គុយធ្វើមុខបែបមើលទៅគួរឲ្យស្រឡាញ់អញ្ចឹងលៀនជូក៏បានហាន់អាសាច់ហ្នឹងឲ្យមួយចានហុចទៅឲ្យរួចក៏និយាយថាណែញ៉ាំទៅចំណែកតុងតុងក៏រៀងមុខក្រហមព្រោះតែរភើបបានប៉ាហាន់ឲ្យហើយក៏លើកមកញ៉ាំចំណែកលៀនជូក៏បានលើកកៅស្រាញ៉ាំតុងតុងពេលហ្នឹងក៏ស្រាប់តែហៅថាលោកប៉ាហើយក៏សួរថាតើស្រាក្រហមរបស់លោកប៉ាហ្នឹងមានរសជាតិដូចជាទឹកដែលអូនញ៉ាំដែរអត់ទឹកដែលគាត់កំពុងតែផឹកនឹងអត់អញ្ចឹងណាលៀនជូក៏រៀងភ្ញាក់ផ្អើលបន្តិចរួចក៏មើលទៅកាន់កៅស្រាខ្លួនឯងអត់មាត់បន្តិចក៏និយាយថារសជាតិស្រាក្រហមហ្នឹងប៉ុន្តែដល់កន្លែងគាត់និយាយហ្នឹងគឺគាត់នឹកឃើញដល់វ័យនៅដល់គ្នាក្លិនស្រាក្រហមហ្នឹងណារសជាតិហ្នឹងណាហើយចឹងដូចបាត់វ័យយើងយូរដែរហើយគេក៏បានបង្ហាញឲ្យឃើញវ័យនៅពេលនេះគឺវ័យកំពុងតែគេនៅក្នុងបន្ទប់ព្យាបាលនឹងឯងហើយពេលហ្នឹងក៏មានអ្នកនិយាយថាបន្ទាប់ពីបានជួសស្រោមឲ្យវ័យហើយស្ថានភាពរបស់គាត់ហ្នឹងគឺស្ថានភាពរបស់គាត់គឺគួរតែថយចុះហើយដល់ពេលនោះចាំមកបោះកម្ដៅភាសាទៀតហើយមើលទៅកាន់វ័យគឺគាត់អត់ទាន់បាត់ក្តៅខ្លួនទេប៉ុន្តែមុខឡើងក្រហមវាអៀនហើយក៏គិតទៅដល់អារឿងយកមិញថ្ងៃដែលគាត់គេជាមួយគ្នាហ្នឹងហើយព្រមទាំងលៀនជូបានទៅនិយាយដាក់ទៅជាគាត់ថាពេលថ្ងៃឡើងទៅដេតជាមួយនឹងគូសកលមែនហើយយប់ឡើងក៏មកជួបជាមួយនឹងប្រុសទៀតអីហើយរបៀបដូចថាគាត់និយាយមកលក្ខណៈដូចវ័យហ្នឹងទៅដេតជាមួយគូសកលមនុស្សស្រីណាប៉ុន្តែយប់ឡើងមកដេកជាមួយនឹងមនុស្សប្រុសអីអញ្ចឹងហើយក៏ឃើញអាកន្លែងដែលគេបង្ហាញពីលៀនជូទៅប៉ះកញ្ចឹងករបស់វ័យនឹងដែរហើយពេលហ្នឹងវ័យប្រាប់ថាសុំអត់ឲ្យលៀនជូប៉ះកញ្ចឹងកគាត់ទេអត់មានចង់និយាយថារឿងប្រភេទរបស់មេហោះគឺអត់មានរូបភាពបែបដំបីបុកទេគ្រាន់តែគេបិទបាំងបង្ហាញតិចតួចថាសាច់រឿងហ្នឹងវាអញ្ចឹងប៉ុន្តែគឺអត់មានរូបភាពឲ្យយើងមើលដូចរឿងប្រភេទរបស់កូរ៉េទេហើយអញ្ចឹងរឿងប្រភេទហ្នឹងគឺអត់មានបាច់ចាំបិទបាំងទេគឺអាចផុសបានសេរីនៅលើ YouTube ប៉ុន្តែបើប្រភេទ manga មេហ្វាវិញគឺអត់អាចផុសនៅក្នុង YouTube ចឹងទេទៅតែបិទបាំងហើយដូចមកភាគអីគឺសឹងតាគឺវាសឹងតាបិទបាំងឲ្យអត់មានកាត់បិទទាំងអស់និយាយទៅចឹងទៅអត់មានពិបាកផុសមែនទេនៅក្នុង YouTube ចឹង
តែមាននឹងព្យាយាមកែតម្រូវវាដាក់ផលនៅក្នុង YouTube ឲ្យអ្នកទាំងគ្នាដែរហើយចូលសាច់រឿងដល់យើងទៀតហើយពេលហ្នឹងលៀនជូក៏បាននិយាយថាឆាប់លើកចង្កេះរបស់ឯងឡើងភ្លាមមកហើយរបៀបថាសម័យទៅនេះទៅនោះដល់តែឃើញលៀនជូហ្នឹងបានសួរឈ្មោះថាវេនេះឈ្មោះអីទៀតព្រោះអាពេលកាភាគមួយអ្នកទាំងគ្នាពេលហ្នឹងស្រាប់តែមានអ្នកហៅលៀនជូព្រោះពេលហ្នឹងលៀនជូអាឡៃតែអើយសម័យឃើញទៅដល់វេអត់មានដឹងថាពេលហ្នឹងទាំងវេអ្នកសម័យផងលៀនជូអ្នកសម័យផងឬក៏មិនទេហើយគាត់មើលមុខលៀនជូគឺមានក្រហមព្រឿងដែរអ្នកទាំងគ្នាហើយភ្ញាក់ផ្អើលមែនទែនពេលហ្នឹងបន្ទាប់មកក៏លោកចិនសួរទៅកាន់លៀនជូថាចាពេលល្ងាចហ្នឹងពេលញ៉ាំរួចហើយទៅជួបគាត់នៅបន្ទប់សិក្សាបន្តិចហើយលៀនជូក៏ឆ្លើយបានទៅហើយក៏ទុកកែវស្រានឹងចោះរួចក៏អង្គុយសម្លឹងសញ្ជឹងគិតហើយក៏គិតនឹងចិត្តចាមិនដឹងថាគេម្នាក់នោះឥឡូវយ៉ាងម៉េចទៅហើយទេនេះហើយមើលក្រហមព្រឿងផ្ពាល់ដល់គ្នាគឺបែបលួចមានចិត្តស្លាញ់គេតិចដែរហើយហ្នឹងចាំមុនចប់សាច់រឿងមកយើងadminក៏សូមពឹងអ្នកនរគ្នាដែលចូលមកថ្មីជួយ subscribe channel admin និងជួយចុចសញ្ញាកណ្ដឹងនិងជួយចុច like ម្នាក់មួយផងហើយអ្នកដែលរកភាពមុនអត់ឃើញអាច search នៅក្នុង YouTube ដាក់ពេចសម្រាយរឿងទៅគឺចេញ account របស់ admin ហើយគឺមាន logo ដូចដែល admin ដាក់នៅលើវីដេអូហ្នឹងឯងដោយសារតែ account ចាំរបស់ admin ហ្នឹងផលវីដេអូវាមានរូបភាព NC បន្ទាប់មកក៏ត្រូវ YouTube ចាប់ហើយឥឡូវខូច channel បាត់ហើយផលរឿងលេងកើតតែអ្នកទាំងអស់គ្នាវីដេអូចាស់អ្នកទាំងអស់គ្នានៅអាចចូលទៅមើលបានហើយនៅក្នុងហ្នឹងគឺមានផលបាន3រឿងដែរហើយអ្នកទាំងអស់គ្នាសូមពឹងមួយជួយចូលទៅក្នុងក្រុមនេះមួយទៅដើម្បីឲ្យមានផលព័ត៌មានអីអ្នកទាំងអស់គ្នាអាចនឹងងាយដឹងហើយអ្នកដែលមើលដល់ចុងបញ្ចប់នៃវីដេអូនេះសូមជួយ comment អ្វីក៏បានដែរនៅក្នុងវីដេអូ admin អ្នកមួយផងឲ្យ admin ដឹងថាអ្នកណាដែលបានមើលទៅដល់ចុងវីដេអូនេះចាសាច់រឿងភាគទី8របស់យើងគឺបានចប់ត្រឹមនេះបើសិនជាមានកំហុសខុសឆ្គងសូមអ្នកទាំងអស់គ្នាអធិស្ឋាន admin ផងពីសំណាក់ admin បាយបាយ